ចាដោយសារមានការបែកញែករៀងលោកអ្នកអង្គការភាពហៀកដែលជាស្ថាបនិកក្រុមហ៊ុនជីតម៉ុងដែលខ្ញុំហៅគាត់ថា EE អញ្ចឹងមានពីរសំណួរតើខ្ញុំជាប់ជាក្រុមគ្រួសារសាច់ញាតិជីតម៉ុងដែរឬទេទី2ហេតុអីបានខ្ញុំហៅគាត់ថា E ឬក៏មិនហៅគាត់ថាលោកអ្នកអង្គការឬក៏លោកជំទាវហើយខុសមែនតើដែលខ្ញុំមិនគ្រប់គាត់ព្រោះគាត់មានអាយុស្មើនឹងគាត់មានអាយុធ្វើជាយាយរបស់អ្នកឯងបានគាត់ថាអញ្ចឹងណាចាអញ្ចឹងសំណួរទី1គឺខ្ញុំអត់មានជាប់ពាក់ព័ន្ធជាសាច់ញាតិក្រុមគ្រួសារជីតម៉ុងអីនោះទេទី2ហេតុអីបានខ្ញុំហៅគាត់ថា E អញ្ចឹងសម្រាប់អ្នកទាំងគ្នាមើលឃើញមកគឺខ្ញុំអត់ហ៊ាននិយាយថាអ្នកណាត្រូវអ្នកណាខុសខ្ញុំមិនបែកញែកថាត្រូវឬខុសទេសម្រាប់អ្នកទាំងគ្នាតែសម្រាប់ខ្ញុំចង់ឲ្យអ្នកគ្នាមើលឃើញពីជ្រុងរបស់ខ្ញុំវិញអញ្ចឹងសម្រាប់ខ្ញុំគិតថាការគោរពវាមិនស្ថិតនៅលើការប្រើប្រាស់ពាក្យសម្ដីឬក៏ហៅទេវាស្ថិតនៅលើទំនាក់ទំនងភាពស្និទ្ធស្នាលរបស់មនុស្សម្នាក់របស់បុគ្គលម្នាក់រៀងខ្លួនអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំចង់ប្រាប់ថាខ្ញុំមានទំនាក់ទំនងការរាប់អានជាមួយនឹង E ឬក៏លោកជំទាវឬក៏លោកអ្នកអង្គការភាពហៀកតាំងពីឆ្នាំ2017អញ្ចឹងក្នុងឆ្នាំ2018ខ្ញុំក៏ធ្លាប់មានរួមដំណើរកម្សាន្តជាមួយគាត់ថតរូបជាមួយគាត់ថតរូបឲ្យគាត់ដោយសារខ្ញុំគឺជាកូនជៀនថតរូបខ្ញុំមាន Telegram ជាមួយគាត់ដោយសារខ្ញុំតែងតែសួរសុខទុក្ខគាត់ហើយ Telegram ហ្នឹងក៏ខ្ញុំបាន save គាត់អត់មានដាក់ថាលោកអ្នកអង្គការអីទេតាំងពី2017ហ្នឹងមកគឺខ្ញុំ save ដាក់ថា E ជីបម៉ុងហើយខ្ញុំតែងតែសួរសុខទុក្ខគាត់ហើយភាសាដែលខ្ញុំនិយាយមួយគាត់គឺខ្ញុំហៅគាត់ E ហើយគាត់តែងតែហៅខ្ញុំថាក្មួយហើយគាត់និយាយជាមួយខ្ញុំក្នុងនាមគាត់គឺជា E ដូចគ្នាដែរអញ្ចឹងអាហ្នឹងជាជ្រុងរបស់ខ្ញុំវាជាភាពសាសនាដែលខ្ញុំមានតាំងពីជិត10ឆ្នាំហ្នឹងហើយ2017ដល់ឥឡូវហ្នឹងវាជិត10ឆ្នាំហើយអញ្ចឹងខ្ញុំជឿថាសម្រាប់លោកអ្នកអង្គការភាពហៀកឬក៏លោកជំទាវឬក៏ E ជីបម៉ុងគាត់នឹងមិនប្រកាន់ទេសម្រាប់ការហៅបែបហ្នឹងការគោរពវាមិនស្ថិតនៅលើពាក្យឲ្យខ្ញុំហៅហ្នឹងទេខ្ញុំជឿថាវាស្ថិតនៅលើអាកប្បកិរិយាហើយនឹងការប្រព្រឹត្តរបស់ខ្ញុំផ្ទាល់